នេះគឺពូជពត្រាតៃវ៉ាន់ពូជពត្រាតៃវ៉ាន់នេះបើគិតទៅកាលពីខ្ញុំទិញមកគឺទិញ2ដើមប៉ុន្តែអត់ទាន់បានភ្លក់រសជាតិវាទេបងប្អូនបើគិតមកដល់ខែនេះវាចូលខ្ទង់10ខែហើយបាទចូលខ្ទង់10ខែហើយបាទផ្សេងនេះយើងបានភ្លក់ច្រើនហើយប៉ុន្តែដោយសារតែមួយដើមនេះវាទី1អាចថាជារៀងធ្ងន់ជាងគេក៏ថាបានហើយដោយសារដើមដំបូងហ្នឹងគឺយើងយកមែកវាហ្នឹងមកតជាមួយនឹងគល់ពត្រាព្រៃអញ្ចឹងណាបាទហ្នឹងហើយយើងកាត់ទៅវាអត់បានផ្លែទេយើងកាត់ផ្លែវាចោលខ្លះអញ្ចឹងណាបាទផ្លែវាប៉ុននេះអីបាទប៉ុនធំប៉ុនមីដៃអីយើងបានកាត់ចោលច្រើនហើយបាទដល់ពេលអញ្ចឹងយើងអត់ទាន់បានភ្លក់ទេយើងកាត់ចោលរហូតអញ្ចឹងណាបាទអញ្ចឹងអានេះគឺខ្ញុំបានតត្រួយទេបាទខ្ញុំបានតត្រួយហើយឥឡូវឃើញផ្លែវានេះវាហៅថាប៉ុនធំជាងពងមាន់ហើយជាប៉ុនពងទាបងប្អូនបាទប៉ុន្តែវារៀងខ្លីជាងអញ្ចឹងណាខ្លីជាងវារៀងកតលវាអត់ត្រវែងអញ្ចឹងណាបាទនេះយើងសង្ឃឹមថាវានឹងរសជាតិឆ្ងាញ់ហើយយើងបានពង្រីកតទៅទៀតអញ្ចឹងណាបាទហ្នឹងហើយផ្សេងយើងបានភ្លក់រសជាតិអស់ហើយយើងសង្ឃឹមថាយើងពង្រីកពូជបន្តទៀតអញ្ចឹងណាបាទអញ្ចឹងអានេះយើងបរិចនៅតិចនៅឡើយទេដោយសារតែយើងចាំមើលរសជាតិសិនបាទយើងមាន4ពូជឥឡូវ3ពូជនេះយើងបានកំណត់ហើយមកពូជនោះវាឆ្ងាញ់ដែរប៉ុន្តែគាត់ថារៀងមានច្រើនដល់ពេលអញ្ចឹងទៅយើងអត់ធ្វើតទៀតទេយើងពង្រីកតែណាដែលពូជថ្មីអញ្ចឹងណាដូចជាពត្រាពូជធំរបស់ខ្ញុំហ្នឹងបាទហើយនឹងអានេះគឺជាពូជទី2ហើយដែលយើងនឹងថាទុកពង្រីកឲ្យបានច្រើនដោយសារតែតម្រង់ផ្លែវាទី1ធំទី2ទៀតផ្លែវាស្អាតដែរបងប្អូនបាទស្អាតបាទហើយនៅខាងមុខហ្នឹងដើមធំប៉ុណ្ណាហើយផ្លែតែ2ទេបងប្អូនបាទហ្នឹងហើយអានេះវាផ្លែច្រើនដោយសារតែយើងទុកមកត្រូវចង្វាក់វាបងប្អូនបាទវាពេលខែខ្លះហ្នឹងគឺវាមិនកាន់ទេបាទហើយដល់ពេលអានេះយើងទុកមកត្រូវពេលវាផ្កាហើយយើងអត់កាត់ចោលបាទផ្លែច្រើនអញ្ចឹងបាទសង្ឃឹមថានេះវាជាពូជថ្មីមួយដែលមានរសជាតិឆ្ងាញ់បាទហ្នឹងហើយផ្លែល្អបងប្អូនអើយបាទនេះបាទដំបូងឡើយយើងគិតថាវាមិនផ្លែច្រើនទេប៉ុន្តែដល់ពេលមកដល់ឃើញដើមនេះបាទគឺផ្លែច្រើនមែនទែនបាទហ្នឹងហើយ